នៅក្នុងសម័យកាលដែលយូរលង់ណាស់មកហើយមាននគរមួយដែលមានប្រជាជនរស់នៅយ៉ាងសម្បូរសប្បាយប៉ុន្តែថ្ងៃមួយមានភ្លៀងធំជាមួយនឹងផ្គររំពងពេញផ្ទៃអាកាសមានផ្ទះបាញ់មួយយ៉ាងខ្លាំងបាញ់ចំចម្លាក់ដ៏ចំណាស់មួយដែលមានអាថ័ន្តនៅក្នុងប្រាសាទនោះបន្ទាប់ពីចម្លាក់ត្រូវបានផ្ទះបាញ់កំទេចក៏មានវិញ្ញាណខ្មោចដែលឃុំគ្រងដោយអាថ័ន្តអស់រយៈពេលដ៏យូរលង់នោះត្រូវបានមានសេរីភាពម្ដងទៀតវិញ្ញាណទាំងនោះបានអុកលុកប្រជារាស្ត្រនៅក្នុងតំបន់នោះធ្វើឲ្យប្រជារាស្ត្ររស់នៅជាមួយនឹងភាពតក់ស្លុតភ័យខ្លាចយ៉ាងខ្លាំងដោយការខ្វល់ខ្វាយពីសុខទុក្ខប្រជារាស្ត្រលោកមេទ័ពក៏បានដើរទៅកាន់ខាងក្រោមដីដែលជាកន្លែងទប់ដាវអាទិទេពដែលបន្សល់ពីដូនតាលោកមេទ័ពក៏បានព្យាយាមដកដាវប៉ុន្តែដោយការតាំងចិត្តមិនទាន់គ្រប់គ្រាន់លោកមេទ័ពមិនអាចដកបាននោះទេដោយមានចិត្តអាណិតស្រឡាញ់ប្រជារាស្ត្រយ៉ាងមុតមមធ្វើឲ្យដាវត្រូវបានលោកមេទ័ពដកបានសម្រេចមិនបងអង្គយូរលោកមេទ័ពក៏បានកាន់ដាវដែលប្រទានដោយអាទិទេពទៅកម្ចាត់ពពួកខ្មោចទាំងនោះធ្វើឲ្យខ្មោចទាំងនោះកម្ចាត់អស់ជាច្រើនក៏ប៉ុន្តែខ្មោចមានចំនួនច្រើនពេកលោកមេទ័ពមិនអាចទប់ទល់បានយូរនោះទេធ្វើឲ្យលោកមេទ័ពអស់កម្លាំងជាខ្លាំងដោយការមើលឃើញការតស៊ូរបស់លោកមេទ័ពព្រលឹងបុព្វបុរសរបស់លោកមេទ័ពក៏បាននិមិត្តឲ្យឃើញរួចនិយាយទៅកាន់លោកមេទ័ពពីអក្សរាដែលចារលើសិលាពីរបៀបប្រើប្រាស់ដាវឲ្យមានថាមពលខ្លាំងអស្ចារ្យបន្ទាប់ពីសូត្រនិងចាំដឹងពីរបៀបប្រើប្រាស់ដាវហើយលោកមេទ័ពបានឡើងទៅកាន់កំពូលភ្នំប្រាសាទនិងសូត្រមន្តគាថាកោះឲ្យរន្ទះដើម្បីបំពេញថាមពលដាវមួយរំពេចនោះលោកមេទ័ពកើនថាមពលយ៉ាងអស្ចារ្យរួចក៏បញ្ចេញផ្ទះបាញ់ពពួកខ្មោចទ័ពទាំងអស់ឲ្យរលាយខ្ចាស់ខ្ចាយអស់ពីពេលនោះទៅព្រះអាទិត្យក៏បានរះឡើងប្រជារាស្ត្រអបអរសាទរពីជ័យជំនះរបស់លោកមេទ័ពចាប់ពីពេលនោះតទៅប្រជារាស្ត្រក៏ចាត់ទុកលោកមេទ័ពជាវីរបុរសដែលទេពីពេលនោះមក